បាទសូមអនុញ្ញាតជម្រាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលតែងតែគ្រប់គ្រងpage admin កុងតក៏ដូចជាបណ្ដាញសង្គមផ្សេងៗដែល admin មាននៅលើបណ្ដាញសង្គម social media ណា admin ក៏សូមអរគុណត្រង់នេះហើយសម្រាប់ clip video មួយនេះក៏ដូចរាល់ដងដែរ admin ក៏សូមមកឲ្យតម្រុយបាល់ពីរគូមកចែកជូនបងប្អូនសម្រាប់យប់រាត្រីថ្ងៃសៅរ៍នេះហើយសម្រាប់ថ្ងៃសៅរ៍នេះបាល់មានច្រើនមែនទែនតែ admin ជ្រើសរើសមួយគូនៅ Premier League ហើយមួយគូនៅ Bundesliga អាល្លឺម៉ង់សម្រាប់គូទី1នៅ Premier League រវាងមាន់ខ្លាយមាស Tottenham Hotspur និងបើកកីឡដ្ឋាន Tottenham Stadium ស្វាគមន៍ក្រុមភៀវកូនបិសាចក្រហម Manchester United សម្រាប់ក្រុមទាំងពីរនៅក្នុងការប្រកួតចុងក្រោយហ្នឹងក្រុមចាប់ផ្ទះដូចជាទទួលបានជ័យជំនះចំណែកឯក្រុមភៀវបានត្រឹមស្មើជាមួយនឹងក្រុមនៅបាតតារាង Nottingham Forest ហើយសម្រាប់នៃការជួបគ្នាប្រកួតរយៈពេលកន្លងមកហ្នឹងភាគច្រើនគឺក្រុមម្ចាស់ផ្ទះតែងតែធ្វើបានល្អពេលជួបជាមួយ Manchester United ដោយការនៅវគ្គ final នៅក្នុង Europa League 2024-2025 កន្លងទៅដែលទៅបញ្ចប់កាលពីរដូវកាលមុនហ្នឹងគឺ Spurs ជាអ្នកទទួលបានជ័យជំនះលើ Manchester United ហើយទទួលបានពាន Europa League កាលពីរដូវកាលមុនណាដូច្នេះហើយគូនេះបើយើងមើលទៅវាផ្ដុំផ្សងគ្នាប៉ុន្តែបើយើងមកកលេចមើលនៅក្នុងលទ្ធផលក៏ដូចជាការប្រកួតនាពេលកន្លងមកនៅក្នុងរដូវកាលថ្មីនេះ Man U ក៏ល្អ Spurs រៀងរដាប់ដួលបន្តិចតែក៏មិនជារដាប់ដួលណាស់ដែរគ្រាន់តែថា Man U តម្រង់លេងរបស់ក្រុមពួកគាត់គឺដេកចាប់ដើមវិញដូច្នេះហើយសម្រាប់គូនេះក្របវិនិយោគក៏អត់មានដែរចឹង admin ក្នុងនាមជាអ្នកគ្រប់គ្រងបិសាចក្រហម Manchester United រីកមិនឲ្យបងប្អូនស្នេហានិងគ្រប់គ្រង Manchester United មកចូលរួម cheer ជាមួយ admin ណាគូនេះ admin មានធ្វើការ live ផ្ទាល់នៅក្នុងFacebook admin គង់ក៏ដូចជា channel Telegram AKFC Sport Tip អូខេឥឡូវយើងងាកកលេចមកតជាមួយនឹង admin នៅគូទី2រវាងក្រុម Hamburger SV និងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមដែលកំពុងឡើងជើងគឺ Borussia Dortmund សម្រាប់ក្រុម Hamburger SV នៅរដូវកាលនេះពួកគាត់បានត្រឡប់មក Bundesliga អាល្លឺម៉ង់វិញហើយបន្ទាប់ពីខកខានដូចជាកំឡុង4ទៅ5ឆ្នាំនោះបន្ទាប់ពីធ្លាក់ពីលីកទី1ទៅលីកទី2តែឥឡូវពួកគេត្រឡប់មកវិញហើយក៏ប៉ុន្តែដោយកីឡាករក្មេងៗច្រើនហើយបញ្ហាវិបត្តិហិរញ្ញវត្ថុផងអញ្ចឹងហើយលទ្ធផលមិនទាន់សូវជានឹងថឹងឬក៏កាក់កបប៉ុន្មានទេបច្ចុប្បន្ននេះ Hamburger កំពុងតែកាន់ស្ថិតនៅក្នុងតំបន់ដែលនៅហានិភ័យក្នុងការកាត់ចេញពី Bundesliga អាល្លឺម៉ង់លីកទី1ណាចំណែកឯក្រុម Borussia Dortmund បងប្អូនដឹងហើយនៅអាល្លឺម៉ង់បច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី3តាមពីក្រោយ Bayern Munich ក៏ដូចជា RB Leipzig ចំណែកនៅ Champions League បងប្អូនឃើញណាល្អមែនទែនទៅតែមកប្រកួតចុងក្រោយនេះទេដែលចាញ់ Manchester City អានេះយើងត្រូវទទួលស្គាល់ដោយសារ Manchester City រដូវកាលនេះមានកីឡាករ Erling Haaland Ryan Cherki ល្អអញ្ចឹងហើយ Dortmund ចាញ់វាអត់មានអីជាប្លែកទេបើ Dortmund ឈ្នះអានឹងទើបជាចម្លែកអញ្ចឹងហើយសម្រាប់គូនេះក្របវិនិយោគដូចជាខាង Dortmund បើកវិនិយោគឲ្យតែកន្លះឬកន្លះបូក1ណាអញ្ចឹងសម្រាប់គូនេះ admin recommend ឲ្យបងប្អូនស្នេហាទៅលើខ្លាលឿង Borussia Dortmund បានបញ្ជាក់ណាពីគូថ្ងៃនេះមានបិសាចក្រហម Manchester United ក្រុមទី2គឺខ្លាលឿង Borussia Dortmund នេះគ្រាន់តែជាតម្រុយបាល់ពីរគូដែលមានតែងតែចែកជូនបងប្អូនប្រចាំថ្ងៃនៅមានតម្រុយបាល់ពីរគូផ្សេងៗច្រើនទៀតក៏ដូចជាតម្រុយបាល់ពីរគូពី teamwork របស់ក្រុមហ៊ុន Goal ខ្មែរមកចែកជូនបងប្អូននៅក្នុងក្រុម VIP Goal ខ្មែរបើសិនជាបងប្អូនមានបំណងចង់ join ក្រុមអាចធ្វើការដំបូង join ក្រុម AKFC Sport Tip ហើយបើណាបងប្អូនមកចូលរួមជាមួយ admin តាមរយៈ AKFC Sport Tip admin នឹងអូបងប្អូនចូលក្រុម Goal ខ្មែរណាមកចូលរួមទាំងអស់គ្នាកុំភ្លេច link នៅ profile គឺ link AKFC Sport Tip ណាចឹងសម្រាប់វីដេអូនេះក៏មានត្រឹមតែប៉ុណ្ណេះដែរជាចុងក្រោយសូមបងប្អូនកុំភ្លេចជួយចុច like ចុច share follow admin ម្នាក់មួយផងសូមអរគុណសូមជម្រាបលា